100 លានក្តីស្រមៃនឹងនៅសល់តែមួយប៉ុណ្ណោះនៅពេលដែលអ្នកដេកនៅលើក្រែពេនគឺប្រាថ្នាបានជាសះស្បើយជួបជុំគ្រួសារមុនហូមត្រូវគិតផលប៉ះពាល់មុនផឹងត្រូវរៀនថែរក្សាទម្លាប់មុនទទួលទានអ្វីដែលមិនស្គាល់ប្រភពត្រូវចេះអានត្រូវចេះសិក្សាស្វែងយល់ខ្លះគ្មានមនុស្សណាអាចគេចផុតពីជំងឺឈឺថ្កាត់បានឡើយដូច្នេះហើយកុំរកតែរបស់ឆ្ងាញ់ទើបហូបឆ្ងាញ់ខ្លះមិនល្អចំពោះសុខភាពទេកុំផឹកច្រើនពេករហូតដល់ភ្លេចសុខភាពស្រាមិនអស់ឡើយទោះជាអ្នកផឹក10យប់ជាប់គ្នាក៏មិនអស់ដែរតែសុខភាពរបស់អ្នកបាត់បង់ជារៀងរាល់ថ្ងៃសូមប្រយ័ត្នក្តីស្រមៃនៅមានមិនទាន់បានធ្វើផងតែធនធានរាងកាយបាត់បង់គ្មានថ្ងៃត្រឡប់